រឿងប្រាជ្ញាសត្វជាមព្រះអាទិត្យចាប់ផ្ដើមរះនៅលើកំពូលភ្នំដ៏ស្រស់ស្អាតពណ៌ខៀវបៃតងនៃស្មៅនៅលើវាលដ៏ធំល្វឹងល្វើយសត្វជាមមួយក្បាលកំពុងតែរកចំណីស៊ីយ៉ាងរីករាយនៅលើវាលស្មៅនោះមួយស្របក់ស្រាប់តែឮសំឡេងអ្វីម្យ៉ាងពីក្បែរខ្លួនរបស់វាពីគុំស្មៅជាមិនបង្អង់ក៏ក្រឡេកមើលហើយគិតនៅក្នុងចិត្តសំឡេងនោះគឺជាសំឡេងរបស់សត្វខ្លាដែលកំពុងតែលបដើម្បីនឹងចាប់ចំណីដែលជាកូនជាមនោះឯងមួយស្របក់សត្វខ្លាបានដេញសត្វជាមដោយជាមចាប់ផ្ដើមមើលថាតើនោះជាសំឡេងអ្វីហើយនៅពេលដែលជាមបានឮសំឡេងនោះសំឡេងបញ្ជាក់ថាជាសត្វខ្លានោះជាមចាប់ផ្ដើមគិតនៅក្នុងចិត្តហើយរត់សំដៅទៅឯទួលម្ខាងដោយមិនងាកក្រោយនោះឡើយរត់ទៅដើម្បីនឹងរកទីទួលនៅក្នុងចិត្តដែលគិតថាទីនោះមានជ្រោះមួយបើអញទៅឈរនៅទីនោះហើយខ្លាវារត់ទៅនៅពេលណាដែលវាហក់សង្គ្រប់អញនឹងគេចហើយសត្វខ្លានឹងធ្លាក់ចូលទៅក្នុងជ្រោះនោះរត់បណ្ដាខ្លាដេញពីក្រោយបណ្ដាទៅដល់មាត់ជ្រោះនោះខ្លាមិនដឹងថាទីនោះជាជ្រោះនោះទេដោយព្រោះតែឃ្លាននឹងចំណីនៅខាងមុខខ្លារត់សង្គ្រប់ហើយក៏ផ្លត់ជើងធ្លាក់ទៅក្នុងជ្រោះនោះទៅដោយជាមជាសត្វដែលមានប្រាជ្ញាដោយគិតពីមុខរបស់ខ្លាដែលកំពុងតែលូតមកឲ្យធ្វើឲ្យខ្លាបានស្លាប់បាត់បង់ជីវិតដោយព្រោះតែភាពល្ងង់ខ្លៅនៃការឃ្លានអាហាររបស់វាដែលមិនបានគិត